បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនអរគ្នាទាក់ទងជាមួយនឹងការ verify អត្តសញ្ញាណប័ណ្ណការ verify អត្តសញ្ញាណប័ណ្ណនេះគឺមាន2ចំណុចណាបងបាទឥឡូវនេះខ្ញុំសូមបើកបង្ហាញបងប្អូនអរគ្នាឲ្យធំហើយនឹងធ្វើការពន្យល់បងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំធ្វើការ refresh មួយសិនបាទចេះមកដើម្បីស្រួលបងប្អូនអរគ្នាមើលបាទ Google AdSense កាលណាបើយើងមានលុយនៅក្នុង YouTube ចាប់ពី$10ឡើងវានឹងទាមទារឲ្យយើង verify អត្តសញ្ញាណប័ណ្ណឬក៏ verify passport បានបើកបរដែលយើងមានណាបាទអញ្ចឹងនៅក្នុងនេះបងប្អូនអរគ្នាអ្វីដែលត្រូវធ្វើយើងចុចពាក្យ action នេះបាទចុចពាក្យ action ហ្នឹងមកវានឹងបង្ហាញហើយអញ្ចឹងការ verify កន្លែងនេះបងទាំងអស់គ្នាគាត់បានឃើញហើយទម្រង់នៃការបែបបទ verify នេះគឺមាន2បាទអានេះ verify now ហើយអានេះ use ID mail pin verification អញ្ចឹងអានេះដើម្បី verify បានមាន2ចំណុចហ្នឹងទី1នេះគឺបងទាំងអស់គ្នាគឺលឿនមានន័យថាចំណាយពេលត្រឹម10នាទីទេអានេះទាមទារ verify អត្តសញ្ញាណប័ណ្ណរបស់យើងដែលជាម្ចាស់ដើមមានន័យថាយើងជាមួយនឹងឯកសារហ្នឹងគឺត្រូវតែឈ្មោះដូចគ្នាមុខដូចគ្នាដែលមាននៅក្នុងឯកសារហ្នឹងអានេះណាបាទបន្តមកទៀតបងទាំងអស់គ្នាធ្វើការ verify ឯកសាររួចនេះមួយនេះបាទ verify ឯកសាររួចបន្តមក scan មុខទៀតបាទ scan មុខនេះអញ្ចឹងគឺត្រូវបង្ហាញមុខមាត់របស់យើងពិតនៅក្នុងឯកសារហ្នឹងអាហ្នឹងគឺចំណាយពេលតែ10នាទីទេគឺនឹងធ្វើការរួចរាល់អញ្ចឹងយើងទទួលបាន AdSense មាន pin ដោយជោគជ័យតែម្ដងអាហ្នឹងទី1ណាបាទចំពោះទី2បងទាំងអស់គ្នាបាទអានេះគឺ verify តាមរយៈការយក pin code ពីខាងប្រៃសណីបាទអាហ្នឹងមិនទាមទារការ verify មុខទេបាទនេះអត់ទាមទារនេះទេណាបាទអត់ទាមទារនឹងទេគឺទាមទារតែឯកសារដូចជាអត្តសញ្ញាណប័ណ្ណនិងឈ្មោះឲ្យត្រូវគ្នាមកណាបាទគឺយើង verify បានហើយនឹងទទួលយក pin code ពីខាងប្រៃសណីរយៈពេល2ទៅ4សប្តាហ៍គឺមួយខែអញ្ចឹងណាបាទដើម្បីទទួលបាន pin code នេះខ្ញុំនិយាយឲ្យស្រួលយល់បងប្អូនណាបាទនេះអញ្ចឹងបងទាំងអស់គ្នាត្រូវការធ្វើមួយណាក៏ធ្វើទៅក៏ប៉ុន្តែសម្រាប់មួយនេះគឺទាមទារម្ចាស់ដើមមានន័យថាយើងមិនអាចខ្ចីឯកសាររបស់គេមកធ្វើបានទេខ្ចីឬក៏យកបានលុះត្រាតែយើងមានមុខមនុស្សម្នាក់នឹងនៅចិត្តខ្លួនយើងឬក៏បងឬក៏ប្អូនយើងនៅចិត្តនឹងដើម្បីយើងស្រួល scan មុខ scan ឯកសាររួចហើយ scan មុខរបស់គាត់ទៀតទៅទទួលបានជោគជ័យអានេះទី1នេះណាបាទគឺ fast ហ្មងលឿនសម្រាប់ការធ្វើដល់ចំពោះទី2នេះបាទទាមទារតែឯកសារទេយើងអាចយកឯកសារបងប្អូនយើងមកធ្វើបានក៏ប៉ុន្តែចំពោះអាទី2នេះគឺវាទាមទារតែដេញនេះទេទាមទារតែឯកសារតញ្ញប័ណ្ណទេ identity card អត្តសញ្ញាណប័ណ្ណ passport ឬក៏ប័ណ្ណបើកបរទៅប៉ុណ្ណឹងទេមិនចាំបាច់ទាមទារមុខម្ចាស់ដើមទេក៏ប៉ុន្តែនៅពេលដែលយើងតាក់ទងទៅយក pin គឺខាងប្រៃសណីគេនឹងតាក់ទងសួរសុំយកម្ចាស់ដើមហើយសុំមុខមាត់ម្ចាស់ដើមដើម្បីទទួលយកអា pin code នឹងបានណាបាទអញ្ចឹងបើគេអញ្ចឹងមើលអានេះតាក់ទងមួយការ verify ហ្នឹងមានតែប៉ុណ្្នឹងឯងចំពោះចំណុចទាំងអស់ហ្នឹងហើយដែលបងទាំងអស់គ្នាខ្លះគាត់ហាក់បីដូចជាមិនសូវបានយល់ពីចំណុចហ្នឹងដែរអញ្ចឹងគាត់ឆ្ងល់អញ្ចឹងណាខ្លាចធ្វើទៅវាអត់បានជោគជ័យជាការគាត់ធ្វើអានេះជោគជ័យហើយគាត់ថាមិនគាត់ឃើញមាន pin code តែអាហ្នឹងគឺអត់មាន pin code ទេណាបងបាទនៃការ verify នេះបងប្អូនខ្លះចំណែកច្រឡំបងប្អូនខ្លះគាត់ច្រឡំនឹងអានេះច្រឡំ verify ឲ្យ scan មុខឲ្យដាក់ឯកសារទៅឲ្យមិនអត់ឃើញមាន load អីក្រហមអីឬក៏ pin អីទៀតអញ្ចឹងវាអត់បាន pin បានអីអូខេបងអាហ្នឹងគឺអត់មាន pin ទេបាទអាមួយនេះណា verify ដល់មួយនេះទី1គឺយក verify now នេះទី1នេះបាទទី2គឺ verify UID mail pin verification បាទគឺអាមួយនេះណាបាទអញ្ចឹងទី2នេះណាបាទអូខេឥឡូវយើង verify ទី2មកខ្ញុំអត់មានឯកសារអាដេញម្ចាស់ដើមដែរអញ្ចឹងញ៉ៃម្ចាស់ដើមឯកសារមានតែគ្រាន់ថាយើងអត់នៅចិត្តមុខម្ចាស់ដើមអញ្ចឹងហើយមិនអាចយកឯកសារនេះមក verify បានទេអញ្ចឹងខ្ញុំយកបានដល់នេះទេបាទអូខេអញ្ចឹងយើង verify អានឹងមកណាបាទចុច verify មកបញ្ជាក់បងទាំងអស់គ្នាដែរថាមុននឹងធ្វើការ verify អ្វីដែលបងទាំងអស់គ្នាត្រូវមើលសម្រាប់នេះសម្រាប់ទី2នេះណាគឺត្រូវទៅមើលគឺ address មុនគេបាទចំពោះ address ហ្នឹងបងទាំងអស់គ្នាអាចចូលមកកាន់ payment នេះមក payment info បាទ payment info បន្តមកទៀតបងទាំងអស់គ្នាអាចចូលមកកាន់កន្លែងនេះណាបាទចំណុច setting នឹងមកបាទបន្តមកទៀតយើងអូសមកខាងក្រោមគេនេះគឺយើងមើលឈ្មោះឲ្យត្រូវទៅតាមឯកសារសិនណាបាទអត្តសញ្ញាណប័ណ្ណគឺថតឲ្យច្បាស់បងណាបាទហើយនេះឈ្មោះហើយលេខទូរស័ព្ទ
ព័ត៌មានតាក់ទងនេះ address line 1 line 2ត្រូវដាក់លេខទូរស័ព្ទតាក់ទងផងអានេះខ្ញុំអត់ដាក់ក៏បានដែរប៉ុន្តែដោយសារខ្ញុំដាក់ទៅហើយខ្ញុំប្រើទៅព្រោះអានឹងនិយាយលេខទូរស័ព្ទរបស់ខ្ញុំហើយមួយទៀតតាក់ទងជាមួយនឹង United States តាក់ info អាហ្នឹងត្រូវតែបំពេញទៅវាជាតាក់ 30% អញ្ចឹងណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែបំពេញអាហ្នឹងឲ្យហើយទៅបាទពេញតាក់ឲ្យរួចចាំធ្វើការ verify តាមក្រោយណាបងបាទហើយចំពោះការបំពេញតាក់ហ្នឹងខ្ញុំអត់បានបង្ហាញទេបងទាំងអស់គ្នាបំពេញឲ្យហើយទៅកន្លែងហ្នឹងវាអត់មានអីទេគាត់ថាចុច submit មកគឺបំពេញបានអានេះខ្ញុំបំពេញថ្មីក៏បានដែរប៉ុន្តែដោយសារខ្ញុំបំពេញហើយសិលកុំឲ្យពិបាកបងទាំងអស់គ្នាបំពេញខ្លួនឯងទៅហើយតាក់ទងមួយការបំពេញតាក់ខ្ញុំធ្វើឲ្យបងទាំងអស់គ្នាមើលសារថ្មីបាទកន្លែងនេះគឺបងទាំងអស់គ្នាធ្វើការដាក់ email និង password របស់យើងបញ្ចូលណាបាទអញ្ចឹងយើងដាក់ password របស់យើងបញ្ចូលមកបាទឥឡូវយើងដាក់ password ហើយយើងចុច next ទៅមុខទៀតបាទអញ្ចឹងកន្លែងនេះបងទាំងអស់គ្នាយើងមិនអីពិបាកទេគ្រាន់តែបំពេញបែបបត់មកនេះកន្លែងនេះគឺយើងយក individual បាទហើយចុច next មកហើយអាទី2នេះយើងយក no ណាបាទយក no ហើយបន្ទាប់មកកន្លែងនេះបងទាំងអស់គ្នាគឺ select យក W8 ថៃគឺយើងយកលើគេណាបាទនេះលើនេះបាទចុច start មកបាទអញ្ចឹងអត់មានអីពិបាកអីបងទាំងអស់គ្នាណាបាទធ្វើតាមខ្ញុំនឹងមកយើងចុច submit តាមនឹងមកបាទអញ្ចឹងកន្លែងនេះគឺឈ្មោះរបស់យើងឈ្មោះពេញណាកន្លែងនេះគឺប្រទេសបាទបងប្អូនអរគ្នាអាចរើសប្រទេសមកអញ្ចឹងគឺប្រទេសយើងដាក់ Cambodia មកបាទហើយនេះគឺអត់មានទេណាទីនហ្នឹងឬក៏ដេញទីនឬក៏ ASN ហ្នឹងអត់មានទេយើងមិនបាច់ប្រើទេបាទតបមកចុចអានេះហើយចុចអានេះទៀតគ្រីសយកតែមួយណាបងទាំងអស់គ្នាបាទទាំង address ទាំងអីហ្នឹងគឺយើងយកតែមួយមកបានហើយបាទអញ្ចឹងនេះយើង address របស់យើងមានស្រាប់ហើយបាទ address ខ្ញុំមានហើយអញ្ចឹងខ្ញុំបងប្អូនអរគ្នាបំពេញមក address ហ្នឹងតាមហ្នឹងមកណាបាទអញ្ចឹងអានេះខ្ញុំមិនដាក់លេខទូរស័ព្ទទេកន្លែងនេះបាទអញ្ចឹងខ្ញុំលុបលេខទូរស័ព្ទចោលបាទអត់ត្រូវប្រើលេខទូរស័ព្ទអីទេតែនេះចុច next មកបាទ next មកមុខទៀតមកអូខេអញ្ចឹងកន្លែងនេះឈ្មោះហើយអានេះ address របស់យើងហើយកន្លែងនេះគឺយើងអត់មានយក yes ទេណាគឺយើងយក no បាទកន្លែងនេះចុច next មកបាទបន្ទាប់ពី no ហើយកន្លែងនេះបងប្អូនអរគ្នាបាទកន្លែងពេញតាក់នេះបងប្អូនអរគ្នាអត់មានធ្វើអីទេគាត់នឹងចុច no ទៀតមកហើយចុច confirm នេះមកហើយ next ទៅមុខទៀតមកបាទហើយកន្លែងនេះបងប្អូនអរគ្នាអត់មានធ្វើអីទេគាត់នឹងចុច next មកបាទហើយអានេះចុចគ្រីសដើម្បីមើល form មកយើងពេញណាបាទជា form W8 អញ្ចឹងយើងចុច next មកកន្លែងនេះបងប្អូនអរគ្នាយើងចុច yes មកគ្រីសអានេះណាបាទហើយកន្លែងនេះមិនគ្រីសទេបាទនេះមិនគ្រីសទេហើយនេះយើងយក yes ជាមានន័យថាយើងអ្នកបំពេញ form នឹងពិតប្រាកដជាយើងអញ្ចឹងណាបាទជា owner ជាម្ចាស់អញ្ចឹងយើងចុចនេះមកហើយចុច submit មកបាទពេលដែលចុច submit ហើយតាក់របស់យើងគឺនឹង approve ហើយវាអត់មានអីទេតាក់ W8 តាក់ខ្មែរយើងចុចភ្លាម approve ភ្លាមទេនេះឃើញទេបាទវា approve ថ្មីអញ្ចឹងថ្ងៃនេះខ្ញុំ submit នៅថ្ងៃទី15ខែ10អញ្ចឹងណាបាទ15ខែ10អញ្ចឹងថ្ងៃនេះត្រូវហើយនេះថ្ងៃ15ខែ10 2025ណាបាទអញ្ចឹងអូខេនេះតាក់30របស់យើងគឺរួចរាល់ហើយអត់មានអីទេអាហ្នឹងបងណាបាទហើយបន្តមកទៀតអ្វីដែលយើងត្រូវធ្វើទាំង address យើងបានមើលហើយតាក់ក៏បានពេញរួចអស់ដែរយើងចូលមកផ្ទាំង home របស់យើងវិញមកបាទកន្លែងនេះណាបាទចុច refresh មួយមកបាទបន្ទាប់ពីយើង refresh រួចហើយយើងចុចកន្លែងនេះណាបាទនេះបងប្អូនអរគ្នាចុចកន្លែង action នេះទៀតមកបាទអញ្ចឹងកន្លែងនេះដែលជាការងារដែលយើងត្រូវធ្វើបាទបងប្អូនទាំងអស់គ្នាចុចកន្លែងនេះណាuse ID mail pin verification អញ្ចឹងយើងចុច OTP អៅមកបាទបាទអញ្ចឹងនេះកន្លែងនេះបងប្អូនអរគ្នាបាទ identity verification អញ្ចឹងវាមាន2វាមាន identity verification នឹងមួយបន្តមកទៀតអានេះវាតកតងមួយការ verify ឯកសារបន្តមកទៀតវាដាក់ address មកតង់ទៀតអាហ្នឹងការ verify បែបហ្នឹងគឺមាន2តង់អញ្ចឹងណាបាទតាមចាំយក pin បាទអញ្ចឹងយើងចុចពាក្យ take action នេះមកបាទនេះ take action នេះមកអត់មានអីបាក់ណាអាហ្នឹងយើងចុច take action ហ្នឹងមកបាទអញ្ចឹងយើងរងចាំបន្តិចមកបងប្អូនអរគ្នាបាទនេះមកដល់កន្លែងនេះបាទអត់មានអីកែប្រែទេបាទទី1តាក់យើងពេញហើយចុចខ្វែងចោលទៅនៅតែតាក់ទងមួយឯកសារទេបាទនេះយើងចុចហើយយើងចុច verify now កន្លែងនេះណាបាទចុច verify now មក
បាទអញ្ចឹងកន្លែងនេះបងប្អូនអរគ្នាបាទគេដាក់ឲ្យយើង start ហើយបាទនេះកន្លែងនេះអញ្ចឹងយើងរៀបចំឯកសាររបស់យើងរួចហើយបន្តមកទៀតយើងទៀងទាត់ជាមួយនឹងឈ្មោះហើយបន្តមកទៀតយើងចុច start verification ណាចុច start មកបាទអញ្ចឹងឯកសាររបស់យើងគឺមាន2មានន័យថា driver link passport national identity card resident permit អានេះខ្ញុំអត់ដែលប្រើទេមិនដឹងស្អីទេបាទអានេះ driver link ធ្លាប់ប្រើ passport ក៏ធ្លាប់ប្រើហើយ national identity card ក៏មានមុខក្រោយដែរអញ្ចឹងគឺអត្តសញ្ញាណប័ណ្ណរបស់យើងគឺមានមុខមួយក្រោយមួយអញ្ចឹងយើងថតអាមុខឲ្យច្បាស់ក្រោយច្បាស់មកយើងចុច national identity card មកបើបងប្អូនអ្នកគ្នាមាន passport ប្រើ passport ទៅ passport យើងប្រើតែមុខទេណាអត់មានបាក់មុខក្រោយទេអានេះមុខក្រោយណាមានមុខមានក្រោយអូខេអញ្ចឹងខ្ញុំធ្វើការ upload ឯកសាររបស់ខ្ញុំចូលសិនណាបាទព្រោះយើងត្រូវ upload ឯកសារមុខខាងមុខអានេះខាងមុខណាបាទអានេះខាងក្រោយនេះ front of ID អានេះ back of ID អញ្ចឹងខាងមុខខាងក្រោយអញ្ចឹងយើងចុច upload ចូលខាងមុខមកបាទចូលខ្ញុំចុច upload ចូលសិនបងប្អូនណាបាទបាទឥឡូវនេះខ្ញុំអាន upload ចូលរួចហើយបងប្អូនអរគ្នាបាទយើងអត់មានអីទេគ្រាន់តែចុច upload មកឯកសារយើងទុកនៅណាទៅយកនៅនឹងមកបាទអានេះខាងមុខអានេះខាងក្រោយអញ្ចឹងបងប្អូនអរគ្នាគ្រាន់តែ upload ចូលមកវាជាការរួចរាល់ហើយយើងចុច next ទៅដោយសារខ្ញុំមិនអាចបង្ហាញទិន្នន័យទាំងអស់ឲ្យបងប្អូនអរគ្នាមើលបានទេព្រោះដោយសារវាជាច្បាប់ហើយក៏ជា policy របស់ Google AdSense ដែរពេលខ្លះបង្ហាញអស់ពេកក៏អត់កើតដែរអញ្ចឹងវាអត់ដូចយើងធ្វើវីដេអូសម្រាប់ដាក់នៅក្នុងក្រុម private អីទេអញ្ចឹងអានេះវាជាការចែកម្លែកអញ្ចឹងមិនអាចច្បាស់ទាំងអស់ទេបងបងណាបាទប៉ុន្តែឆ្ងល់អីបងបងទាំងអស់គ្នាអាចសាកសួរខ្ញុំបានតាមរយៈ Telegram ដែលមាននៅក្នុង channel របស់ខ្ញុំហ្នឹងអញ្ចឹងណាបាទអញ្ចឹងយើងធ្វើការចុច next មកបងបងទាំងអស់គ្នាបាទអត់មានអីទេចុច next មកអញ្ចឹងឯកសារគឺយើងបានទៀងទាត់ជាមួយនឹងឈ្មោះនៅក្នុងឯកសាររបស់យើងរួចអស់ហើយអញ្ចឹងយើងបាននេះបងប្អូនអរគ្នាកន្លែងនេះជា address សំខាន់ confirm your name ឈ្មោះរបស់យើងបាទឈ្មោះរបស់យើងកន្លែងនេះសំខាន់ណាបងបងទាំងអស់គ្នាបាទឈ្មោះកន្លែងហ្នឹងហើយបងបងទាំងអស់គ្នាត្រូវតែច្បាស់និយាយរួមទៅត្រូវតែច្បាស់កន្លែងហ្នឹងណាបាទត្រូវតែច្បាស់ឈ្មោះរបស់យើងហើយនឹងអានេះ address របស់យើងណាបាទអញ្ចឹងខ្ញុំឈ្មោះខ្ញុំគឺរួចរាល់ហើយបន្តមកទៀតប្រទេសយើងគឺ country Cambodia ហើយ zip code នៅភ្នំពេញអញ្ចឹងយើងធ្វើការចុច next មកបាទអត់មានអីទេណាបាទយើងច្បាស់ហើយឯកសារហ្នឹងគឺយើងបានរៀបចំរួចរាល់អស់ហើយណាបាទអញ្ចឹងបងប្អូនគ្នាកន្លែងនេះគឺវាដាក់ verification successful បាទអញ្ចឹង ready to start earning money អញ្ចឹងយើងអាចទទួលលុយបានអីធម្មតារលុយអីធម្មតាប៉ុន្តែយើងកំពុងតែរៀបចំបាន verify ឯកសារហ្នឹងគឺរួចរាល់ហើយអញ្ចឹងណាបងបងបាទដូចជាមិនមានអីច្រើនទេអាហ្នឹងគឺ verify ជាមួយនឹង address និងឈ្មោះទៅតាមឯកសាររបស់យើងបើឯកសាររបស់យើងល្អឯកសារយើងច្បាស់គ្រាន់តែដាក់ភ្លាមគឺវាលេខទិញចេញពាក្យ successful នឹងហ្មងអញ្ចឹងណាបាទ verification successful គឺវាលឿនណាឥឡូវហ្នឹងអញ្ចឹងយើងចុចដានមកបាទឥឡូវនេះគឺយើងបានទទួលបានការ verify ទទួលបានជោគជ័យហើយបងប្អូនទាំងអស់គ្នាណាបាទយើងអត់មានអីច្រើនទេយើង verify បានជោគជ័យវាបាត់អាហ្នឹងហើយប៉ុន្តែវានឹង load មកម្ដងទៀតព្រោះកន្លែង verification នេះ identity verification ហ្នឹងគឺវាដានហើយនៅមួយតង់ទៀតគឺតាកតងជាមួយនឹងដេញ address បាទ address វានឹងផ្ញើមកកន្លែងហ្នឹងទៀតណាបាទអញ្ចឹងបងប្អូនគ្នារងចាំដាក់ pin នៅកន្លែងហ្នឹងណាបាទឥឡូវហ្នឹងយើងរួចរាល់មួយតង់ហើយយើងអាច check នៅក្នុង mail របស់យើងបានបាទអញ្ចឹងនៅក្នុងកន្លែងនេះបងបងទាំងអស់គ្នានឹងទទួលបានសារមួយគឺ Google AdSense ផ្ញើមកគឺយើង verify បានជោគជ័យហើយនេះណាបាទទទួលសារនឹងមួយណាបាទសារហ្នឹងគឺយើង verify បានជោគជ័យហើយនេះកន្លែងហ្នឹងណាបាទអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នាទទួលបានសារហ្នឹងហើយគឺយើងបានទទួលបានការ verify ជោគជ័យហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងមានតែចាំយក pin code ទេណាបាទបងប្អូនទាំងអស់គ្នាបាទលើការ verify របស់យើងគឺរួចរាល់ហើយសម្រាប់ការទទួលបាន pin code គឺយើងនឹងរងចាំបន្តទៀតណាបាទតាក់ទងខាងប្រៃសណីដើម្បីទទួលបាន pin code ព្រោះឥឡូវនេះគឺយើង verify បានជោគជ័យហើយ AdSense របស់យើងគឺអត់មានអីទៀតទេបាទអញ្ចឹងរងចាំបន្តទៀតគឺតាក់ទងជាមួយនឹង pin code ណាបងបងទាំងអស់គ្នាបាទអញ្ចឹងអរគុណច្រើនបងបងទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូហ្នឹងហើយមានចម្ងល់អីអាច comment សួរខ្ញុំខាងក្រោមតាក់ទងមួយនឹងបញ្ហាផ្សេងៗដែលបងប្អូនទាំងអស់គ្នាឆ្ងល់ណាបាទអរគុណច្រើន